ធ្វើជាបងគេគឺអញ្ចឹងឯងឃើញប្អូនរេករាក់ពេកចុះមកពីលើភ្នំស្បិចជើងក៏អត់អីក៏អត់ដាច់អស់ខ្ទេចខ្ទីអីដែលសំខាន់ណាប្អូនខ្ញុំនៅមកទិញមិនចង់មកទេទិញថាអស់លុយច្រើនខ្លាចអស់លុយច្រើនបើថាពីមុនអីឲ្យទៅនាំទិញក៏ឲ្យយកពីអរំភើបស្បាយចិត្តណាដល់ពេលវគ្គនេះមិនដឹងមិនទេមុននឹងឡើងទៅភ្នំពេញនេះជាវីដេអូមុនប្អូនខ្ញុំឡើងទៅមើលឲ្យខ្ញុំវះកាត់នៅភ្នំពេញចុះមកពីលើភ្នំគឺគ្មានស្បិចជើងទេស្បិចជើងដាច់នៅសល់តែមួយខាងនាំមកទិញក៏អាវនឹងស្បិចជើងដោយសារតែឡើងនៅភ្នំយូរទៅមិនដឹងតែអាវស៊ីវិលហ្នឹងមិនដឹងទៅណាអស់ទេយាយទៅទិញឲ្យអើយទិញឃើញប្អូនរៀករាពេកបងនេះគឺចិត្តមិនដាច់មិនចង់ឃើញប្អូនទៅណានេះចង់ឲ្យមានកៅអៅស្នំស្នូលដូចគេហើយទិញថ្ងៃនេះក៏អស់ក្រែលដែរថ្ងៃនេះគឺប្អូនកន្លោះខ្ញុំគឺខ្ញុំរៀបខ្លួនឲ្យមកចប់សពគ្រប់តាំងពីការស្លៀកពាក់តាំងពីស្បែកជើងហើយនេះក៏ជាសកម្មភាពដែលបងប្អូនឡើងទៅភ្នំពេញដើម្បីទៅមើលអូវវះកាត់ព្រោះវីដេអូនេះថតតាំងពីថ្ងៃឡើងទៅវគ្គទី2ដោយសារតែអត់ទាន់បានកាត់រវល់ខ្លាំងពេកអត់មានពេលកាត់ទេទើបតែមកដល់ផ្ទះថ្ងៃនេះទៅឆ្លៀតកាត់វីដេអូពីសកម្មភាពខ្លះដែលខ្ញុំទៅប៉ែតមុនពេលដែលឲ្យចូលបន្ទប់វះកាត់បន្ទាប់ពីខ្ញុំទៅដល់ប៉ែតនេះខ្ញុំក៏បានយកលុយមួយចំនួនទៅឲ្យខ្ញុំលុយដែលបងប្អូនគាត់ផ្ញើមកបងប្អូនខាងអូគាត់ផ្ញើមកឲ្យអូដើម្បីទុកសម្រាប់ការចាយវាយសម្រាប់នៅទីប៉ែតដើម្បីសម្រាប់បន្ទុកខ្លះហើយលុយមួយចំនួនទៀតក៏ខាងអ៊ំពូមីងដែលគាត់ស្គាល់ខ្ញុំនៅតាមเพจក៏គាត់ផ្ញើមកតាម QR នឹងមកតាមរយៈខ្ញុំហើយខ្លះក៏លោកគ្រូអ្នកគ្រូមិត្តភ័ក្តិបងស្រីខ្ញុំនឹងក៏គាត់ផ្ញើតាមរយៈបងស្រីខ្ញុំមកក៏ដកសរុបយកមកឲ្យអូទាំងអស់តែម្ដងទៅដើម្បីយកឲ្យអូគាត់ទុកសម្រាប់លុយនេះផងដែរគឺផ្ញើមកទាំងប្រហែលគឺខ្ញុំអត់ទុកខ្លួនឯងទេគឺខ្ញុំឲ្យអូគាត់ឲ្យម៉ែជាអ្នកទុកចាត់ចែងហើយនេះគឺជាសកម្មភាពថ្ងៃទី2បន្ទាប់ពីខ្ញុំឡើងមកដល់ភ្នំពេញគឺជាថ្ងៃដែលឲ្យខ្ញុំត្រូវវះកាត់ត្រូវនៅថ្ងៃទី19ខែ5ឆ្នាំ2026គ្រាន់តែលោកគ្រូពេទ្យមកប្រាប់ថាដល់ម៉ោងវះកាត់អូក៏ចាប់ផ្ដើមភ័យមុខឡើងស្លេកស្លាំងហើយខ្ញុំក៏បានសួរទៅកាន់អូថាអូភ័យអត់អូនិយាយថាមិនភ័យទេអូមិនភ័យទេតែមើលទឹកមុខអូឡើងស្លេកស្លាំងតែម្ដងហើយបងខ្ញុំនេះគឺទឹកភ្នែកអត់បានទេទឹកភ្នែកអលីងអលងតែក៏មិនហ៊ានយំឲ្យគាត់ឃើញដែរកុំឲ្យគាត់តក់ស្លុតអ្នកដែលធ្លាប់ឆ្លងកាត់ការវះកាត់នេះមានឪពុកម្ដាយឬមួយក៏បងប្អូនឈឺហើយត្រូវវះកាត់គាត់ប្រហែលជាយល់អារម្មណ៍មួយនេះហើយថាអារម្មណ៍កំពុងតែរងចាំគឺក្នុងចិត្តនិយាយពីថាភ័យផងអផងបើនិយាយរឿងអនឹងគ្មានពាក្យថាអទេបងប្អូននៃភ័យដោយសារតែអូខ្ញុំគឺខ្សោយខ្លាំងតែម្ដងរយៈពេលដែលអូខ្ញុំចូលបន្ទប់វះកាត់នេះគឺសាច់វះកាត់គឺ5ម៉ោងជាងបន្ទាប់ពីចេញពីបន្ទប់វះកាត់គឺចូលមកដល់បន្ទប់ក្រោយសំដំនេះគឺរយៈពេល10ម៉ោងជាងបានចេញមកបន្ទប់បានគេវះកាត់ក្រោយទៅ2ម៉ោងគេចេញគេអាចដឹងខ្លួននិយាយបានតែសម្រាប់អូខ្ញុំគឺ10ម៉ោងជាងបងប្អូនសរុបមកតាំងពីវះកាត់គឺ15ម៉ោង16ម៉ោងបានអូខ្ញុំដឹងខ្លួននេះក៏អត់ទាន់ដឹងខ្លួនល្អទេនិយាយបានមួយបិទភ្នែកជ្រឹមរហូត